ពិតជារឿងចម្លែកទៀតហើយបរិះម្នាក់នៅក្នុងប្រទេសឥណ្ឌាដេកលក់25ថ្ងៃឯណោះទើបងើបពីដំណេកម្ដងពលគឺនៅក្នុងមួយឆ្នាំគាត់បានដេកលង់លក់អស់រយៈពេល300ថ្ងៃទៅហើយនេះបើយោងតាមការចេញផ្សាយនៅពេលថ្មីដោយកាសែត Indian Times បរិះរូបនេះមានឈ្មោះថា Bogaram អាយុ42ឆ្នាំមកពីស្រុក Nagaur នៃភាគខាងលិចប្រទេសឥណ្ឌាត្រូវបានអ្នកស្រុកដាក់ឈ្មោះឲ្យថា Gambagana ដែលជាឈ្មោះសំដៅទៅលើយក្សទេវៈនៅក្នុងរឿង Ramagana ដោយសារតែល្បីល្បាញខាងដីយូរជាងគេគណៈមនុស្សទូទៅគេងត្រឹមចន្លោះ6ទៅ8ម៉ោងនៅក្នុងមួយថ្ងៃនោះលោកភូហ្គារ៉ាំគេងម្ដងអាចទៅដល់25ថ្ងៃហើយករណីដ៏ចម្លែកនេះបានកើតឡើងលើបរិះរូបនេះក្នុងរយៈពេល23ឆ្នាំមកហើយដែលជាហេតុធ្វើឲ្យមានការរស់នៅប្រចាំថ្ងៃរបស់គាត់ជួបការលំបាកយ៉ាងខ្លាំងនិយាយឲ្យចំនៅក្នុងមួយខែគាត់បើកហាងរបស់ខ្លួនបានតែ5ថ្ងៃទេប៉ុណ្ណោះនៅក្នុងមួយឆ្នាំគត់គាត់អាចគេងរហូតដល់300ថ្ងៃទៅហើយបើគាត់គេងលក់ហើយគឺមិនងាយនរណាដាក់ភ្ញាក់នោះទេដំបូងឡើយលោកគេងចន្លោះ7ទៅ8ម៉ោងដូចមនុស្សធម្មតាដែរប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំស្ថានភាពការគេងរបស់គាត់គឺកាន់តែប្រែប្រួលរហូតដល់គេងចន្លោះពី20ទៅ25ថ្ងៃនៅក្នុងមួយដងហើយអំឡុងពេលគាត់គេងលក់គឺសមាជិកគ្រួសារគឺជាអ្នកមើលថែទាំងការផ្គត់ផ្គង់ចំណីអាហារនិងទឹកព្រមទាំងការងូតទឹកឲ្យផងដែរបច្ចុប្បន្នគ្មានថ្នាំណាអាចព្យាបាលករណីគេងយូរដ៏ចម្លែកនេះបានទេប៉ុន្តែក្រុមគ្រួសាររបស់លោកនៅតែជឿជាក់ថាថ្ងៃណាមួយគាត់នឹងវិលមករកសភាពធម្មតាឡើងវិញ